តពីភាគមុនបន្ទាប់ពីយើងដឹងហើយថាបរមអ្នកហ្នឹងគឺជា Chris ហើយស៊ូហាពេលគាត់ឃើញម៉ាំហ្នឹងគាត់ក៏រត់ទៅរក Chris ហ្នឹងដែលយើងក៏បានចូលនៅ chapter ថ្មីរបស់យើងដែលមានឈ្មោះថា Even is it's a dream ដោយនៅពេលដែលស៊ូហាគាត់រត់ទៅរក Chris ហ្នឹងគឺ Haley ក៏គាត់បានញ៉ាំមកកាន់ស៊ូហាដែរប៉ុន្តែគឺនាងអត់បានខ្វល់ទេដោយនាងអវតាររត់ទៅរក Chris ហ្នឹងតែពេលហ្នឹងគឺនាងក៏បានជួបជាមួយនឹង Ken នៅតាមផ្លូវតែ Ken ក៏គាត់បានរាក់តាក់ទៅប៉ុន្តែស៊ូហាគឺគាត់ខ្វល់ទេគឺគាត់បានមើលទៅកាន់ផ្លូវដែលមាន Chris គឺឈរមុននឹងឯងតែពេលហ្នឹងដែរគឺ Chris គឺគាត់បានបាត់ទៅហើយអត់ដឹងថាតើវាជាការសម័យឬក៏ជាការពិតទេហើយនៅពេលហ្នឹងដែរចាស់ Gas ក៏គាត់បានមករកស៊ូហាហ្នឹងហើយដោយសារតែពេលហ្នឹងគឺស៊ូហាគាត់នៅឈរមុខ Ken ហ្នឹងពេលហ្នឹងដែរគ្នារបស់ Ken ក៏គាត់បានមកដល់ស៊ូរៈតាក់ស៊ូហាអីចឹងទៅហើយមិត្តភក្តិរបស់ចាស់ Gas ហ្នឹងក៏គាត់បានមកដល់ដែរពីក្រុមហ្នឹងគ្រាន់តែឃើញមុខគ្នាគឺថាពាក់មុខដាក់គ្នាទៀតហើយដូចគ្នាយើងបានឃើញអញ្ចឹងពេលហ្នឹងដែរ Haley ក៏គាត់បានមកសួរស៊ូហាទៅថាស៊ូហាហ្នឹងមានកើតអីអត់ដែលគាត់សុំទោសថាសម្រាប់ការយឺតរបស់គាត់ហើយគាត់ពិតជាបារម្ភពីស៊ូហាមែនតើ Ken គាត់គ្រាន់តែឃើញ Haley សួរថាស៊ូហាគឺកើតអីឬក៏អត់អីណាហើយគាត់ក៏ឆ្ងល់ថាមានរឿងអីកើតឡើងដោយស៊ូហាក៏គាត់បានប្រាប់តាមហ្នឹងទៅថាគាត់បានជួបជាមួយនឹងបិសាចជក់ឈាមពួកគេគ្រាន់តែលើកបែបហ្នឹងគឺឡើងមិនគួរឲ្យជឿហ្មងដោយសារតែភាគច្រើនគឺវាអត់សមហ្មងដោយសារបិសាចជក់ឈាមគឺចេញមកពេលថ្ងៃអញ្ចឹង Ken ក៏គាត់បន្ទោសដែរថាពួកក្រុមរបស់ Haley ហ្នឹងគឺមើលថាស៊ូហាបានល្អទេបើសិនជានាងនាំមួយពួកគាត់គឺអត់មានបញ្ហាអញ្ចឹងកើតឡើងទេដោយចាអានគាត់ពិតជាខឹងខ្លាំងមែនតើតែពេលហ្នឹងដែរ Chino ក៏គាត់បានខ្វាត់ទៅ Ken ក៏គាត់នៅបន្តទៀតថាឲ្យស៊ូហាហ្នឹងគឺមិនបាច់ដើរជាមួយនឹងក្រុមរបស់ Haley ទៀតទេគឺដើរជាមួយនឹងពួកគាត់វិញហើយគ្នារបស់គាត់ហ្នឹងក៏យល់ស្របទៅដែលគាត់ហ្នឹងគឺបានបបួលស៊ូហាថាដើរលេងទៅក្រោយមួយពួកគាត់អត់ប៉ុន្តែស៊ីអមរបស់យើងគឺថារៀងលឿនដែរដែលគាត់និយាយថាទៅក្រោយហ្នឹងគឺគាត់មានណាត់មួយស៊ូហាមួយយាយហើយពួកហ្នឹងក៏អត់ចាញ់គ្នាដែរដែលគាត់និយាយថាអញ្ចឹងទៅក្រោយមួយទៀតទៅស៊ីអនក៏គាត់និយាយទៅថាទៅក្រោយក៏មាននិយាយទៅពួកហ្នឹងគឺទឺគ្នាបដ ாய் គ្នារបស់ពួកគាត់ហ្នឹងក៏នាំគ្នាចាប់អំបែកពីអ្នកហ្នឹងតែពេលហ្នឹងដែរគឺស៊ីអនគាត់បានប្រាប់ទៅកាន់ស៊ូហាថាគាត់ហ្នឹងគឺមានកម្មវិធីអញ្ញថាខុសកំណត់របស់គាត់ថាស៊ូហាបើគាត់ជាម៉ាយត្រូវមកតែពេលសក់ស្វាយហ្នឹងក៏គាត់និយាយទៅថាគ្មានទេស៊ីអនហ្នឹងគឺបកើហ្នឹងហើយស៊ីអនយើងគឺថាឡើងឌឺហ្មងគាត់ហ្នឹងគឺបាននិយាយថាបើសិនជាចង់ដឹងហ៎មកតែក្រុមពួកហ្នឹងគឺឡើងខឹងហ្មងដល់គាត់និយាយថាវាគ្មានផ្លូវដែលពួកគាត់ហ្នឹងទៅប្រពៃពិធីខុសកំណត់ឲ្យប៉ស៊ីអនហ្នឹងឯងពេលហ្នឹងដែរគ្រាន់តែស៊ូហាគាត់និយាយថាបើសិនជាពួកហ្នឹងមកក៏ល្អដែរពីអ្នកហ្នឹងគឺថាដូរទឹកមុខឡើងលឿនហ្មងដល់គាត់និយាយថាបកើដែរគាត់បកើជាទៅហើយរឿងក៏បានកើតនៅពេលយប់ដល់នៅពេលហ្នឹងគឺស៊ូហាគាត់បានចូលគេងហើយប៉ុន្តែគាត់នៅតែគិតអំពីរឿងដែលថាគាត់បានឃើញ Chris នៅកន្លែងហ្នឹងឯងគាត់ហ្នឹងគឺបានគិតថា Chris ហ្នឹងពេលធំឡើងបើគាត់ជាដូចគាត់ហ្នឹងហើយបើសិនជាគាត់ថាគឺនៅរស់គាត់ចង់និយាយពីបរិម្នាក់ដែលគាត់បានឃើញនៅកន្លែងមុនហ្នឹងអស់គ្នាប៉ុន្តែដូចជាយើងបានដឹងអញ្ចឹងថា Chris គឺគាត់បានបាត់បង់ជីវិតបាត់ទៅហើយគាត់ក៏គិតទៅថាប្រហែលជាគាត់ច្រឡំហើយម្នាក់ផងហ្នឹងអាចនឹងជានោះដែលមានមុខមាត់ស្តៀងគ្នាអីអញ្ចឹងទៅគាត់ក៏ឆ្លងមួយខ្លួនឯងវិញទៅថាវាគ្មានផ្លូវដែលគាត់គឺអាចមើលស្គាល់ Chris នោះទេដោយគាត់និយាយទៅឆ្លោះបដាគឺយំបដាគឺទៅមកឡើងគួរអាណិតហ្មងហើយគាត់ក៏បានសួរទៅកាន់ Chris ហ្នឹងទៅបើសិនជា Chris ហ្នឹងគឺពិតជានៅរស់មែនហេតុអីបានជាអត់ទៅរកគាត់ហើយហេតុអីបានជាបាត់ខ្លួននៅពេលហ្នឹងតែវាមិនមែនជាបញ្ហាដរាបណា Chris គឺនៅរស់គឺពេលហ្នឹងដែរយើងក៏បានឃើញនៅ Chris ដែលគាត់ឈរនៅមាត់សមុទ្រគ្នាយើងហើយក៏មានអ្នកគេម្នាក់ដែលបានស្រែកហៅគាត់តែម្នាក់ហ្នឹងគឺជាស៊ូហាហ្នឹងហើយដែលគាត់បានសួរទៅកាន់ Chris ថាតើ Chris ហ្នឹងគឺចាំគាត់អត់គាត់គឺជាស៊ូហាគាត់ជាមិត្តភក្តិជាមួយគ្នាយើងលេងជាមួយគ្នាជារៀងរាល់ថ្ងៃហើយមិនប្រាប់ថាឯងទុកចិត្តខ្ញុំហើយឯងថាយ៉ាងឲ្យខ្ញុំហ្នឹងគឺខំកោបែងទៀតទៅនឹងដែរ Chris គាត់បានញញឹមហើយគាត់ក៏តបវិញទៅថាត្រូវហើយគឺយើងចាំឯងតើហើយយើងពិតជានឹកឯងខ្លាំងណាស់ស៊ូហាតាមពិតទៅអីដែលយើងមិនឃើញមុនហ្នឹងវាគ្រាន់តែជាសម្បត្តិរបស់ស៊ូហាតែប៉ុណ្ណោះតែនាងគឺកេងទាំងយំទឹកភ្នែកមកតែគាត់គឺបានគិតថាប៉ះតាគឺវាអត់អាចទៅរួចទេដែលម្នាក់ហ្នឹងគឺជា Chris តែពេលហ្នឹងដែរគឺគាត់គឺហត់ចេញពីសាលាហ្មងដោយគាត់ហ្នឹងគឺបានធ្វើដំណើរទៅកាន់សមុទ្រមួយហ្នឹងដែលជាសមុទ្រដែលគាត់យល់សពឃើញ Chris នៅហ្នឹងតែនៅពេលទៅដល់គឺវាពិតជាងងឹតខ្លាំងមែនតើហើយអីដែលគាត់បានឃើញហ្នឹងគឺគាត់បានឃើញដូចជាគ្នាយើងអាចមើលបានដូចជាឆ្កែកញ្ចក់ថាគ្នាតែស៊ូហាគឺគាត់គិតទៅថាវាមិនមែនសមជាឆ្កែទេដោយសារតែវាធំជាងពេលហ្នឹងដែរយើងក៏បានឃើញមនុស្សម្នាក់ដែលគាត់បានហៅឈ្មោះថាស៊ូហាហើយយើងក៏បានដឹងទៅថាម្នាក់ហ្នឹងគឺជា Ken ដែលគាត់បានសួរទៅកាន់ស៊ូហាថាតើស៊ូហាមកធ្វើអីគេនៅមកហ្នឹងហីហើយយើងក៏បានចូលនៅកាន់ chapter ថ្មីដែល chapter មួយនេះគឺមានឈ្មោះថា The Night of the Lunar Eclipse ស៊ូហាគឺនៅពេលដែលគាត់បានឃើញកាន់ហើយគាត់មានអារម្មណ៍ថា Ken គឺដូចជាចម្លែកខុសពីរាល់ដងដែលគាត់បានស្គាល់ជាពិសេសគឺជាភ្នែកក៏ដូចជាធ្មេញរបស់គាត់ហ្នឹងហើយគ្នាយើងសាកមើលដៃរបស់គាត់មើលពេលហ្នឹងដែរគឺ Ken គាត់ក៏បានសួរទៅកាន់ស៊ូហាទៅថានិយាយចឹងស៊ូហាគឺមកនឹងធ្វើអីស៊ូហាក៏គាត់ប្រាប់ទៅថាគាត់មកមើលសមុទ្រលេងហើយ Ken គាត់ក៏រៀងឆ្ងល់ដែរថាមកមើលសមុទ្រមកស៊ូហាគាត់ក៏យល់ទៅថាគាត់គិតថាប្រហែលជាមកហ្នឹងគឺវាមានប្រច័ណ្ឌពលឺអីចឹងទៅប៉ុន្តែថ្ងៃហ្នឹង
ហ្នឹងគឺវាគឺជាថ្ងៃដែលសុគ្រាសគ្នាយើងដែលយើងអាចនិយាយបានថាគឺប្រចាហ្នឹងត្រូវបានខំ10ដោយសមោរបស់ផែនដីអញ្ចឹងហ្នឹងគឺ admin បកតាមអីដែល Ken គាត់និយាយអីអញ្ចឹងណាប៉ុន្តែ admin ក៏បាន search ដែរពេលហ្នឹងតែ admin ភ្លេចអស់ link ទៅស្ហាក៏គាត់និយាយទៅថាគាត់ធ្លាប់លើដែរតែគាត់ដែរបានឃើញជួបផ្ទាល់អញ្ចឹងទេតែពេលហ្នឹងដែរគឺយើងមានចាប់អារម្មណ៍មុខរបស់ Ken មានអារម្មណ៍ថាមុខគាត់ក្រហមអៀនហើយ Suhan ក៏គាត់បានសួរទៅថាហេតុអីបាន Ken ហ្នឹងគឺមកនៅនឹងមកនឹងដែរ Ken ក៏គាត់ជាតហលេះដែរទៅគាត់និយាយថាគាត់មកមើលសុគ្រាហ្នឹងដែរ Suhan ក៏គាត់សួរទៅថា Ken ហ្នឹងគឺមកម្នាក់ឯងមែនហើយគាត់ក៏ប្រាប់ទៅថាគាត់មកម្នាក់ឯងដោយសារតែមិត្តភក្តិរបស់គាត់គឺកេងលក់អស់ហើយពេលហ្នឹងដែរ Ken ក៏គាត់បានសុំខ្លួនទៅថាគាត់អាចជូន Suhan ទៅដល់វិញបានអត់តែគាត់ហ្នឹងគឺបានយល់ហើយថាគាត់បានលើថា Suhan ហ្នឹងគឺបានជួបនឹងពិសាជក់ឈាមចឹងហើយគាត់បារម្ភហើយណាមួយគាត់ក៏ចង់នៅមួយ Suhan មកផ្លែតដែរ Suhan ក៏គាត់និយាយទៅថាគាត់អរគុណហើយគាត់ក៏និយាយទៅថាគាត់រៀងខ្លាញ់តិចដែរប៉ុន្តែនិយាយស្មោះត្រង់ទៅជាមួយនឹងពិសាជក់ឈាមក៏ដូចជាឆ្កាណាថាទាំងនោះគាត់ទៅលើថាឆ្កាណាថា Ken ក៏គាត់សួរទៅថាឆ្កាណាថាវិញដែរ Suhan គាត់ចង្អុលទៅថានៅនោះអីអញ្ចឹងទៅនេះក៏បន្ថែមទៀតទៅថាពួកគេមើលទៅធំដូចជាចោអញ្ចឹងហើយនឹងសង្ឃឹមថាគឺពួកឆ្កែទាំងហ្នឹងគឺវាអត់វាបហាមនុស្សអញ្ចឹងទៅលើអញ្ចឹងខាន់គាត់និយាយឡើងលើក៏ថាអត់ទេគឺពួកហ្នឹងគឺមិនធ្វើអញ្ចឹងទេ Suhan ក៏គាត់រៀងឆ្ងល់ដែរហើយពេលហ្នឹងខាន់ក៏គាត់និយាយទៅថាជាចោហ្នឹងគឺវារៀងល្អជាងអីដែរ Suhan ហ្នឹងគឺគាត់ Suhan ក៏គាត់និយាយទៅថាមែនតាគឺចោហ្នឹងគឺមក cool មែនតើល្អមែនតើហ្មងគាត់លើអញ្ចឹងខាន់គាត់ឡើងចម្រិតសួរមែនថាមែន Suhan ហ្នឹងគឺចូលចិត្តចោវាដាក់មកក្បាច់នេះឡើងធ្ងន់គាត់ក៏និយាយថាគឺចូលចិត្តតែពេលមើលលូទូហេតែបើចោនៅខែពិតជីវិតពិតគឺឡើងគួរខ្លាចហ្មងហើយយើងក៏បានកាត់មកកាន់ផឹកស្អែកនៅពេលហ្នឹងយើងក៏បានឃើញ Suhan ដែលគាត់នៅក្នុងបណ្ណាល័យហើយ Haley ក៏បានមកហៅ Suhan ដែលគាត់សួរថាមកខ្ចីសៀវភៅមែនក៏ដូចជាគាត់ក៏បានប្រាប់ Suhan ដែរថាគាត់អានសៀវភៅនឹងចប់ហើយ Suhan ក៏គាត់ចាំទៅសួរថាហើយសៀវភៅនឹងនិយាយពីអីអញ្ចឹងទៅហើយគាត់ក៏បានហៀបរាប់តាមនឹងហើយនៅពេលហ្នឹងដែរក៏បាននិយាយទៅថាវាក៏មានរឿងដែលពាក់ព័ន្ធជាមួយនឹងបិសាចជញ្ជក់ឈាមក៏ដូចជាចចកដែរហើយឃើញ Suhan ក៏ចាប់អារម្មណ៍អញ្ចឹង Haley ក៏គាត់បានប្រាប់ថាបិសាចជញ្ជក់ឈាមក៏ដូចជា werewolf ហ្នឹងគឺភាគច្រើនគឺល្បីដោយសារតែរឿងកេរ្តិ៍ឈ្មោះអាក្រក់របស់វាអញនិយាយថាទាំងពីរហ្នឹងគឺវាជាសត្រូវនឹងគ្នាអញ្ចឹងទៅហើយភាគច្រើនគឺនៅក្នុងរឿងនិទានគឺគេដាក់ឲ្យវាហ្នឹងគឺជាដៃគូលក្ខណៈថាសត្រូវគ្នាដោយ Suhan ក៏និយាយថាអូគាត់យល់ហើយគាត់ក៏និយាយទៅថា werewolf ហ្នឹងគឺជាអាចនិយាយថាមនុស្សដែលអាចនឹងផែកលាខ្លួននៅពេលដែលប្រចាំពីបរមីហ្នឹងមែនហើយក៏គាត់តទៅថាហ្នឹងហើយ Suhan ក៏គាត់និយាយទៅបើអញ្ចឹងមែនហើយចប់បើនៅពេលដែលមានសុគ្រាវិញហើយគាត់ក៏បានឆ្លើយតាមហ្នឹងទៅថានៅពេលដែលមានសុគ្រាបែបហ្នឹងគឺwerewolfទាំងអស់ហ្នឹងនឹងត្រាក់នៅក្នុងលងស្នេហ៍ជាមួយនឹងស្ត្រីដំបងគេដែលពួកគេបានឃើញនៅយប់មួយហ្នឹងហើយគេនឹងស្រឡាញ់នាងរហូតស្រឡាញ់ទៅតែពេញមួយជីវិតរបស់ពួកគេហ្មងគ្នាយើងកន្លែងនេះអត់មានឡើងមានអារម្មណ៍ថាវាអត់គួរជឿ so admin ក៏ទៅសើចមើលបន្ថែមនិយាយទៅដល់ពេល admin សើចទៅមានឃើញកន្លែងណាមួយដែលគេបញ្ជាក់ថា werewolf ហ្នឹងគឺនឹងត្រូវលងស្រឡាញ់លោកស្រីម្នាក់ហ្នឹងឯងនិយាយទៅអត់មានឃើញហ្មង admin អត់ដឹងថា admin សើចអត់ចេញឬក៏មិនអត់មានអ្នកដឹងទេប៉ុន្តែយើងមិនតាមតែជាងរបស់យើងទៅដែល admin កាខ្លាំងហើយគាត់លើហើយគាត់ឡើងវ៉ាវមកដល់វាពិតជា romantic មែនតើតែ Haley ក៏គាត់និយាយទៅប៉ុន្តែអាសុគ្រាហ្នឹងគឺវាអត់សូវកើតឡើងខ្លាំងច្រើនដងញឹកញាប់ទេចឹងហើយwerewolf ទាំងអស់ហ្នឹងគឺអត់សូវតែលងស្នេហ៍ទេ Suhan ក៏គាត់តបទៅថាវាត្រូវហើយវារំលឹកគាត់អំពីសុគ្រាដែលគាត់បានឃើញថ្មីៗហ្នឹងដោយ Haley ក៏គាត់សួរទៅថាថ្មីហ្នឹងហើយនាងក៏ប្រាប់ទៅថាថ្ងៃដែលពួកគេដើរលេងជាមួយគ្នាហើយយប់ហ្នឹងនាងក៏បានត្រឡប់ទៅកន្លែងហ្នឹងវិញ Haley គាត់គ្រាន់តែលើអញ្ចឹងហើយគាត់ឡើងសួរហ្មងថាទៅម្នាក់ឯងមែនតែគាត់ក៏សួរទៅហេតុអីបានជាមានរឿងហ្នឹងកើត Suhan ក៏គាត់ប្រាប់ទៅថាគាត់គ្រាន់តែចង់ទៅមើលសមុទ្រហ្នឹងគឺវាអស់នាងក៏ប្រាប់ថាថ្ងៃហ្នឹងត្រូវសន្មតថាវាជាយប់ប្រច័ណ្ឌពេញបរមីតែវាបែរជាងឹតឡើងចម្លែកហើយបើតាមយើងឃើញទៅគឺវាដោយសារតាសុគ្រានឹងឯងហើយ Ken បានប្រាប់ខ្ញុំបែបហ្នឹងហើយនាងហ្នឹងគឺបានជួប Ken នៅកន្លែងហ្នឹងដោយចៃដន្យគ្រាន់តែលើថា Suhan គាត់បានជួប Ken នៅកន្លែងហ្នឹងមើលទឹកមុខរបស់ Haley យើងតពីភាគមុនបន្ទាប់ពី Haley ហ្នឹងគឺគាត់បានលើថា Suhan គឺបានជួបជាមួយនឹង Ken ហើយមើលទៅមុខគាត់ដូចជារៀងមានអារម្មណ៍ថាអត់ស្រួលបន្តិចហើយយើងក៏ចូលទៅកាន់ chapter ថ្មីរបស់យើងដែល chapter ហ្នឹងដែរគឺមានឈ្មោះថា Hidden Feelings ផ្ដើមនៅ chapter ថ្មីរបស់យើងពេលហ្នឹងដែរយើងក៏បានឃើញទៅ Haley គឺគាត់បានសួរទៅកាន់ Suhan ថាតើ Suhan ហ្នឹងគឺបានជួបជាមួយនឹង Ken នៅយប់សុគ្រាហ្នឹងមែន Suhan គាត់ក៏តបតាមហ្នឹងទៅថាហ្នឹងហើយគាត់សួរទៅកាន់ Haley ថាមានអីមែនឬក៏ចឹង Haley ក៏គាត់ថាអត់មានអីទេថាក្រោយពេលដែល Suhan ទៅគឺគាត់ទៅដែរអញ្ចឹងទៅគាត់ក៏យល់លេសទៅថាគាត់ក៏
ក៏ចូលចិត្តមើលសមុទ្រនៅពេលយប់អីចឹងដែរស៊ូហាក៏គាត់បានកាត់លងចិត្តដែរថាមើលទៅកាន់គឺ Harry ហ្នឹងគឺដូចជាមានអារម្មណ៍ថាគាត់តូចចិត្តនៅពេលដែលឮថានាងហ្នឹងគឺបានជួបជាមួយយ៉ាងខានដល់យើងបានគិតថាប្រហែលជាក្រុមរបស់ពួកគេទាំងពីរហ្នឹងគឺអត់ត្រូវគ្នាអាចថាដោយសារតែសាលារបស់ពួកគេទាំងពីរហ្នឹងគឺជាសាលាដែលប្រកួតប្រជែងគ្នាក៏ដូចជាមានការប្រកួត Night Ball ជារៀងរាល់ឆ្នាំទៅតាមជើងឯកអីចឹងទៅហើយផលប៉ុណ្ណឹងប្រហែលជាវាអាចស័ក្តិសមដែលថាពួកគេគឺស្អប់គ្នាខ្លាំងចឹងហើយនឹងដែរ Harry ក៏គាត់បាននិយាយទៅថាបើសិនជាស៊ូហាគឺមានបញ្ហាក៏ដូចជាមានរឿងអីនៅសាលារៀនហ្នឹងចង់ដឹងឬក៏មិនគឺកុំស្ទាក់ទើដើម្បីសួរគាត់អីគាត់រីករាយនឹងជួយមកស៊ូហាក៏គាត់និយាយទៅថាអីទេគឺគាត់នៅសាលាហ្នឹងគឺល្អហើយគាត់ក៏បានអរគុណ Harry ដែរដែលតែងតែចង់ជួយគាត់អញ្ចឹងទៅពេលហ្នឹងដែរ boyfriend របស់ admin ក៏គាត់បានមកទៅគេជាណោយើងហ្នឹងឯងគាត់ហ្នឹងគឺបានហៅស៊ូហាក៏ដូចជានិយាយថាគាត់គិតថាស៊ូហាប្រកាសជានៅបណ្ណាល័យហ្នឹងឯងក៏ដូចជាសួរថាតើពេលហ្នឹងគឺមកដើម្បីខ្ចីសភៅមែនហើយក៏គាត់និយាយទៅតែគាត់និយាយថាអូ Harry គឺមិនមកខ្ចីទេគឺគាត់មកយកសភៅយកមកឲ្យគេវិញអីអញ្ចឹងទៅហើយគាត់ក៏សួរទៅកាន់ពួកគេវិញទៅថាពួកគេមកខ្ចីសភៅដែរមែនប៉ុន្តែយើងបាច់មើលទេគឺតួរបស់យើងហ្នឹងគឺមួយគឺដល់កហើយថាម្នាក់ហ្នឹងគឺចាញ់មកអស់ហើយគឺគ្រប់យ៉ាងស្អាតថាខ្លួនឯងហ្នឹងចូលចិត្តសភៅវិញណាវិញណាស្អាតថាគាត់អាននៅពេលដែលគាត់ទំនេរហើយបើស៊ីអនវិញគាត់និយាយថាគាត់ហ្នឹងគឺចាប់អារម្មណ៍ជាមួយនឹង quantum mechanics អីអញ្ចឹងទៅតែហ្នឹងគឺគេនិយាយអំពី pi physics គ្នាយ៉ាងដូចជារូបវិទ្យានិយាយទៅអត់មានដឹងមកយកមកឯងសារតែរូបវិទ្យាអត់មានហ្នឹងគឺប្រឡងម្ដងអត់មានរកតែបធោទេពេលហ្នឹងដែរចាស់កាសយើងក៏គាត់និយាយទៅថាបានហើយឈប់បោកទៅមើលនៅអាស៊ីអនហើយនឹងចាអាហ្នឹងស្រួលនោះកាន់សភៅខាងវិទ្យាហើយហ្នឹងហើយពួកហ្នឹងគឺបោកពេលគ្នាយើងពេលហ្នឹង boyfriend របស់mìnhក៏គាត់និយាយទៅថាបែកពួកម្នាក់ហ្នឹងគឺថាអត់មានអានសភៅទេមានតែ Harry ដែលគាត់អានញឹកញាប់ហើយពេលហ្នឹងដែរមានឡងគាំងមកទៅចាហ្នឹងគឺគាត់បាននិយាយថាHey bro ខ្ញុំអានបាន3ល្បះហើយហ្នឹងហើយពេលហ្នឹងដែរគឺ boyfriend mìnhក៏គាត់សួរទៅថាពាក្យហ្នឹងគឺនិយាយពីអីអញ្ចឹងហើយស៊ូហាក៏គាត់រៀបរាប់តាមអីដែលពួកយើងបានដឹងមុនហ្នឹងនាងហ្នឹងគឺបាននិយាយទៅថានៅពេលយប់សុគ្រីហាគឺ Wawu ហ្នឹងនឹងលងស្រឡាញ់ជាមួយនឹងមនុស្សស្រីម្នាក់ហ្នឹងហើយស្រឡាញ់រហូតអីអញ្ចឹងទៅវាពិតជា romantic មែនតើពេលហ្នឹងដែរស៊ីអនរបស់យើងក៏និយាយទៅមិនថា romantic ឬក៏អត់ទេប៉ុន្តែ Wawu ហ្នឹងគឺភាគច្រើនគឺអាចនិយាយបានថាគឺគាត់មិនពាក្យថាមិនហ្នឹងគឺមានន័យថារួមបញ្ចូលគ្នាយើងដែលអាចនិយាយបានថាក្នុងន័យហ្នឹងគឺមានន័យថា Wawu ហ្នឹងគឺមិនមែនឈាមសុតអាចនិយាយបានថាឪពុករបស់គាត់គឺជាដំបូលផ្សេងម្ដាយគាត់គឺដំបូលផ្សេងទៀតអញ្ចឹងទៅមើលករណីរបស់ Shalon របស់យើងក៏យើងដឹងដែរដល់ចានក៏គាត់និយាយទៅថាដំបូលមួយហ្នឹងគឺថាឈុំក្រុមគ្រប់កន្លែងហ្មងហើយពេលហ្នឹងចាកាក៏គាត់បាននិយាយដែរថាភាគច្រើនគឺ Wawu ហ្នឹងមានតែ 10% ទេហើយថែមទាំងនិយាយថា Wawu ហ្នឹងគឺពិតជាល្ងងអីអញ្ចឹងទៅតាមបាច់មើលមុខ Shalon របស់យើងទេហើយ Shalon ក៏គាត់បាននិយាយទៅថាចាំពិតទៅពួកគេគឺធម្មតាហើយក៏មានអារម្មណ៍ថាសោកសៅអាចនិយាយថាគួរអាណិតអីចេះចូលអញ្ចឹងទៅហើយពេលហ្នឹងដែរ boyfriend mìnhក៏និយាយទៅថាមើលកុំចិត្តជាអីវិញមើលស៊ូហាគេពងថា Wawu នឹង romantic ហើយពេលហ្នឹងដែរShalon ក៏និយាយទៅថាមានតែមនុស្សល្ងងឯងដែលអីណាធ្វើរឿងអស់ហ្នឹងអាចនិយាយបានថាធ្លាក់លងស្នេហ៍អីអញ្ចឹងណាគ្នាយើងក៏បានលើកនិយាយលើកកសោមពីបិសាចជក់ជាមិញដែរថាលយជាងអីអញ្ចឹងទៅគ្នាយើងអត់មានទៅចាប់មាត់ហ្នឹងឡើយទៀតចាំមកស្លមជូមាត់មើលតែបាននេះចូលសាច់រឿងយើងវិញដល់ពេលហ្នឹងដែរគឺស៊ូហាក៏គាត់បានលឺហើយគាត់ឡើងខឹងមែនតើគាត់ហ្នឹងគឺបាននិយាយឡើងខ្លាំងហ្មងដែលគាត់បាននិយាយថាបិសាចជក់ឈាមហ្នឹងគឺអញនិយាយបានថាជាមនុស្សដែលស្គាល់អត់មានអារម្មណ៍អត់ដឹងថាក្តីស្រឡាញ់ហ្នឹងជាអីអញ្ចឹងទៅបិសាចជញ្ជក់ឈាមទាំងអស់ហ្នឹងគឺវាគ្មានអីខៅពីខោក៏ដូចជាមានឈាមត្រជាក់ហ្នឹងទេបិសាចហ្នឹងតែគាត់ទៅគឺនិយាយឡើងខ្លាំងណាស់ពួកគេហ្មងតែថាបិសាចជញ្ជក់ឈាមហ្នឹងគឺអាក្រក់បំផុតតែម្ដងតែពេលហ្នឹងដែរ Harry គាត់ខំតែឃើញអញ្ចឹងហើយគាត់ឡើងអាណិតគ្រាមែនតាទូហាគាត់ក៏បានសុំទោសដែរសម្រាប់ការធ្វើបែបហ្នឹងមុនហ្នឹងអញ្ចឹងគាត់គ្រាន់តែស្អប់បិសាចជក់ឈាមខ្លាំងអីអញ្ចឹងទៅហើយពេលហ្នឹងដែរ Harry របស់យើងអូយមានអារម្មណ៍ថា Harry របស់យើងគឺគាត់ឡើង green flag យកហ្មងគ្នាយើងដែលដឹងថាគឺទោះបីជាដឹងថាស៊ូហាគឺស្អប់បិសាចជក់ឈាមដែលជាពួកគាត់នឹងក៏ដោយក៏គាត់ធ្វើជានិយាយថាអីណាគេក៏ស្អប់បិសាចជក់ឈាមដែរឡើងស៊ុយអនគាត់ឡើងមើលមុខហ្មងហើយពេលហ្នឹងយើងក៏បានឃើញថានឹងគាត់លាក់សបត់អីគេទេព្រោះថាសាច់រឿងរបស់យើងក៏បានកាត់ឡើងនៅពេលយប់វិញដោយពេលហ្នឹងដែរ Harry ក៏គាត់បានមកគោះទ្វាររបស់ស៊ូហាគាត់បានសួរស៊ូហាថាស៊ូហានឹងទៅណែអត់ដោយសារតែគាត់គឺមានរឿងចង់និយាយមួយនាងអីចឹងទៅដោយពេលហ្នឹងដែរស៊ូហាក៏គាត់បានសុំទោសដែរសម្រាប់រឿងមុនហ្នឹងហើយទីយើងដឹងចឹងថា Harry របស់យើងនឹងគឺបិតា Green Flag ហើយដែលគាត់និយាយថាអីគាត់ដឹងថាស៊ូហានឹងគឺស្អប់បិសាចជក់ឈាមប៉ុណ្ណាដោយសារតែនាងគឺត្រូវបានគេយល់ច្រឡំស្ទើរតែពេញមួយជីវិតរបស់នាងហើយប៉ុន្តែពេលហ្នឹងស៊ូហាក៏គាត់ប្រាប់ទៅថាវាមិនមែនមានតែមូលហេតុមួយហ្នឹងទេគឺវាមានមូលហេតុមួយទៀតដែលវាធំជាងហ្នឹងហើយ Harry ក៏គាត់បានសួរទៅថាអីគេនាងក៏ឆ្លើយប្រាប់ Harry ទៅថាមូលហេតុមួយហ្នឹងគឺថាមានម្នាក់នៅក្នុងចំណោមរបស់ពួកគេហ្នឹងគឺបានសម្លាប់ Grace Harry គាត់លឺអញ្ចឹងហើយក៏ឡើងឆ្ងល់ថា Grace ហ្នឹងគឺជាណាគេកាលពីនៅតយ៉ាមនុស្សគ្រប់គ្នាតែងតែហៅខ្ញុំថាជាបិសាចជញ្ជក់ឈាម
ប៉ុន្តែគឺមានតែគ្រូចាំម្នាក់គត់ដែលជឿខ្ញុំហើយនៅលេងជាមួយនឹងខ្ញុំហើយគាត់ថែមទាំងឲ្យខ្ញុំនឹងគឺខំករបស់គាត់ទៀតហ៎ដែលគាត់នឹងគឺបាននិយាយថាគាត់ជឿខ្ញុំថាខ្ញុំនឹងគឺមិនមែនជាបិសាចជក់ឈាមនោះទេទោះបីជាពេលហ្នឹងគឺសូម្បីតែខ្ញុំខ្លួនឯងក៏មិនជឿលើខ្លួនឯងផងដែរប៉ុន្តែនៅថ្ងៃមួយបិសាចជក់ឈាមក៏បានយកគាត់ចេញទៅឆ្នេះហើយតើខ្ញុំអាចចូលចិត្តបិសាចជក់ឈាមបានដល់របៀបណាទៅហើយថាតើខ្ញុំអាចរកមិត្តភក្តិដែលដូចជាគ្រីបានម្ដងទៀតឬក៏អត់ហើយបន្ទាប់ពីលើស៊ូហានិយាយបែបហ្នឹងហើយគ្រីរបស់យើងក៏គាត់និយាយទៅថាស៊ូហាតើស៊ូហានឹងគឺចង់ខំករបស់គាត់អត់ហើយនឹងឯគ្នាយើងអត់មានក៏ចង់ប្រាប់ដែរថា chapter របស់យើងក៏មកដល់ទីបញ្ចប់ប៉ុណ្ណឹងដែរហើយអត់មានក៏មានរឿងចង់ពឹងពាក់គ្នាយើងមួយដែរគឺថាជួយ support TikTok របស់ Admin មួយផងហើយ Admin ចង់ផុសលក្ខណៈបែបថាក្បាលសាច់រឿងមុនអីអញ្ចឹងណាឬក៏អីកាយ edit អីផ្សេងៗអញ្ចឹងគ្នាយើងកុំភ្លេចជួយ support Admin ផងណាហើយ Admin ក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ